សូមស្វាគមន៍បងប្អូនមកកាន់ Channel និទានស្រុកខ្មែរថ្ងៃនេះដែរខ្ញុំបាទនឹងលើកយករឿងភ្នំប្រសិទ្ធឬភ្នំបាសិទ្ធមកចែកជូនបងប្អូនក្នុងការសម្ដាប់ដូចតទៅភ្នំបាសិទ្ធស្ថិតនៅក្នុងខេត្តកណ្ដាលដែលអ្នកស្រុកហៅថាភ្នំបាសិទ្ធគឺសំដៅយកភ្នំពីរនៅទន្ទឹមគ្នាប៉ុន្តែការចែកព្រំប្រទល់ស្រុកនៅខេត្តកណ្ដាលភ្នំពីរនេះក៏ត្រូវបានរំលែកធ្វើជាខណ្ឌព្រំប្រទល់ស្រុកចំកណ្ដាលចរឡងភ្នំគឺភ្នំខាងលិចចូលទៅក្នុងឃុំម្កាក់ស្រុកអង្គស្នួលឯខាងកើតនៅក្នុងឃុំឆ្វាំងស្រុកពញាលឺខេត្តកណ្ដាលដូចគ្នាភ្នំទាំងពីរនេះភ្នំខាងលិចមិនមានរឿងរ៉ាវឬកន្លែងបុរាណអ្វីគួរគប្បីនឹងលើកយកមកអធិប្បាយនោះទេគឺមានតែភ្នំខាងកើតប៉ុណ្ណោះដែលមានរឿងរ៉ាវច្រើនអនេកដំណើរចាស់តាក់ទងនឹងរឿងព្រេងជាច្រើនដូចជារឿងបាក់សីចាំក្រុងនិងរឿងរ៉ាវផ្សេងពាក់ព័ន្ធនឹងអតីតកាលកាលពីដើមឡើយអ្នកស្រុកច្រើនទុកភ្នំនេះជាកន្លែងស័ក្តិសិទ្ធិសម្រាប់អ្នកស្វែងរកការបន់ស្រន់ឲ្យបានសម្រេចប្រាថ្នាណាមួយការសាងសិលភាវនានៅទីនេះតែនៅសម័យបច្ចុប្បន្នជំនឿទាំងនេះក៏ខ្សោយបន្តិចម្ដងទៅតាមការវិវត្តនៃអរិយធម៌ហេតុនេះទីភ្នំនេះក៏ជាទីទេសចរមួយសម្រាប់អ្នកស្រុកជិតឆ្ងាយធ្វើដំណើរកម្សាន្តរាល់ពេលដែលបានទំនេរលំហែកាយពីការងារសពថ្ងៃបើយើងធ្វើដំណើរតាមរថយន្តតាមផ្លូវជាតិលេខ5គឺផ្លូវពីភ្នំពេញបាត់ដំបងលុះដល់គីឡូម៉ែត្រលេខ38ចិត្តដល់ផ្សារឧដុង្គមានផ្លូវជាតិលេខ26បែកចូលមកខាងឆ្វេងដៃចូលតាមផ្លូវនោះអស់រយៈចម្ងាយ16គីឡូម៉ែត្រទៀតទើបត្រូវបត់ចូលផ្លូវលំមួយខាងឆ្វេងដៃបន្តទៅមុខទៀតទើបដល់ជើងភ្នំនោះទៅនឹងចង្កេះភ្នំផ្នែកខាងជើងមានព្រះវិហារដ៏ធំមួយគ្របប្រក់លើព្រះពុទ្ធបដិមាចូលបរិនិព្វានមួយអង្គសាងអំពីថ្មយ៉ាងធំមានបណ្ដោយប្រមាណ27គីឡូម៉ែត្រត្រង់នោះអ្នកស្រុកហៅថាកន្លែងព្រះចូលនិព្វានឬព្រះបរិនិព្វាននៅខាងក្រោមកន្លែងព្រះបរិនិព្វាននេះមានរូងដីមួយកន្លែងមានទីទទឹងប្រមាណ5បណ្ដោយ6ម៉ែត្រជារូងទាល់ដែលមានពីរអង្វែងយូរកាលមកហើយខាងកើតរូងដីនោះបន្តិចមានថ្មមួយផែនយ៉ាងធំមានសភាពចម្លែកត្រង់មានស្នាមជើងសេះនិងជើងមនុស្សត្រុតជាប់នៅនឹងលើថ្មនោះប៉ុន្តែដោយសារពេលវេលាយូរលង់ពេកសពថ្ងៃក៏រលប់ខ្លះទៅហើយខាងត្បូងថ្មដាមានស្នាមខឿនថ្មមួយកន្លែងអ្នកស្រុកហៅថាអេសីចង្ក្រមឬលោកតាព្រះមនីអេសីលុះឡើងដល់កំពូលភ្នំមានព្រះវិហារមួយជាសំណង់ចាស់បុរាណដែលមានទទឹង8ម៉ែត្របណ្ដោយ15ម៉ែត្រអ្នកស្រុកសន្មតនាមថាព្រះវិហារត្រៃត្រឹងអំពីរឿងព្រេងដែលតាក់ទងនៅទីកន្លែងនេះមានដោយឡែកពីគ្នាដែលយើងនឹងលើកយកមកអធិប្បាយម្ដងមួយដូចតទៅចំពោះទីកន្លែងអំពីរូងដីនិងឥសីចង្ក្រមទីកន្លែងទាំងពីរនេះមានរឿងព្រេងតែមួយពាក់ព័ន្ធនឹងរឿងបាក់សីចាំក្រុងដែលសេចក្តីពិស្ដារនៃរឿងព្រេងនេះយើងបានយកមកចែកជូនបងប្អូនអំពីរឿងរ៉ាវដែលបានដឹងជាការដំណាលកាលដែលស្ដេចដំបងក្រញូងជ្រែករាជនោះក៏បានឡើងគ្រប់គ្រងរាជរហូតមកប៉ុន្តែរាជសម្បត្តិនោះពុំបានសុខសាន្តទេនៅរយៈពេល7ឆ្នាំនិង7ខែប៉ុណ្ណោះមានអ្នកមានបុណ្យម្នាក់គឺពញាក្រៃមកដណ្ដើមរាជជាបន្តទៅទៀតដំណើររឿងទៅមុខនឹងបានរាជព្រះបាទពញាក្រៃនោះព្រះបាទដំបងក្រញូងបានធ្វើទុក្ខទោសដល់ញាតិវង្សអង្គមុនសន្ធឹកណាស់ហេតុនេះបានជាពាវេរាមកដល់ព្រះអង្គវិញគឺក្រោយមកព្រះបាទពញាក្រៃឡើងសោយរាជហើយក៏បានចេញបញ្ជាឲ្យចងអាឃាតព្យាបាទវិញដែរប៉ុន្តែនៅពេលនោះអ្នកម្នាងមួយនោះមានគភ៌រត់ទៅពួនស្នាក់នៅនឹងលំនៅញាតិសន្តានជារា
ថ្ងៃមួយមានហេតុចម្លែកប្រភ្នូលព្រះបាទពញាក្រៃក៏ឲ្យហៅគុណគូមើលហាក្រាបទូលមានអ្នកមានបនម្នាក់ចាស់បដិសន្ធិក្នុងផ្ទៃអ្នកមនាងនៃស្ដេចដំបងក្រញូងស្ថិតនៅទិសណាក៏ក្រាបទូលសពវេលានោះព្រះបាទពញាក្រៃក៏ឲ្យពេជ្ឈឃាតតាមរកឃើញយកមកកាប់សម្លាប់ចោលទៅតែពេលកាប់ទារកនោះឯងរត់ឡើងពីពោះទៅត្រង់ទ្រូងលុះត្រាតែពេជ្ឈឃាតទៅផុតទៅទារកនោះចេញពីផ្ទៃម្ដាយនៅកណ្ដាលវាលពេលនោះសត្វបក្សីមួយដ៏ធំបានមកឃើញទារកនៅកណ្ដាលវាដូច្នេះក៏ចោះមកស្រដាងស្លាបក្រដណ្ដប់លើទារកកុំឲ្យក្តៅជួនជាពេលនោះមានបរិសចាក់ម្នាក់ឈ្មោះតាកុហេគាត់បានភ្ជួរដីដើររូតរះទៅផ្ទះក៏ប្រទះឃើញទារកនោះក៏បីយកកុមារទៅទុកថែរក្សាអស់រយៈកាល7ឆ្នាំស្ដេចឲ្យហៅគុណគូម្ដងទៀតព្រះអង្គជ្រាបថាអ្នកមានបុណ្យនោះពុំទាន់ស្លាប់ទេទ្រង់ត្រាស់ឲ្យប្រមូលយកក្មេង7ឆ្នាំទាំងអស់មកផ្ដិតមើលក្រយៅដៃពេលនោះតាកុហេត្រូវបានគេកែងឲ្យយកចៅទៅផ្ដិតស្នាមដែលមានរូបកងចាស់បាបដៃដែលចៅរបស់គាត់ត្រូវបានយកប្រហារចោលព្រោះសម្គាល់ថាជាអ្នកមានបុណ្យប៉ុន្តែតាកុហេលួចកញ្ឆក់រត់កិច្ចដោយមានសត្វកាងស្ដាងស្លាប់គ្របពីលើរហូតដល់បាត់ពីមុខបណ្ដាជនអ៊ូអរទៅសេនាអាមាត្យទាំងអស់នាំគ្នាគៀកកិតដែរតែតាមពុំទាន់តាកុហេនាំកុមារពីស្រុកមួយទៅស្រុកមួយកាត់ទន្លេធំត្រង់រកការឆ្លងលវាទេដល់វិហារសួរតែពុំបាត់ផាត់ភ័យសោះត្បិតតបគេចេះតែដេញតាមឥតជប់ឈរកាលនោះគាត់នាំកុមាររត់ទៅវិហារសួរឆ្លងទន្លេខាងលិចហើយឆ្លងកាត់ភូមិក្បែរមាត់ទន្លេទៅរកទីភ្នំដើម្បីស្រួលពួននៅទីស្នាក់អាស្រ័យគាត់ទៅពួននៅទីភ្នំមួយដែលសពថ្ងៃហៅថាភ្នំប្រសិទ្ធឬភ្នំបាសិទ្ធិទីនោះពុំមានសាមញ្ញជនណាទៅដល់នោះទេកាលពីសម័យនោះដូច្នេះហើយបានជាតាកុហេយល់ឃើញថាទីសុខសាន្តមិនតែប៉ុណ្ណោះទីនោះឯងជាទីអាស្រមបុត្រនៃពពួកឥសីទាំងឡាយធ្វើចង្ក្រមភាវនារាល់ថ្ងៃផងតាំងពីពេលនោះមកកន្លែងនេះក៏បានប្រកបដោយសេចក្តីសុខស្រួលមែនលុះដល់ព្រះបាទពញាក្រែងសោយរាជអកាលដ៏យូរមកក៏ចូលព្រះទីវង្គតទើបមន្ត្រីរាជការទាំងអស់ក៏ស៊ើបសួររករាជកុមារជាបុត្រអតីតមហាក្សត្រដើម្បីដង្ហែឡើងគ្រងរាជទទួលពេលនោះក៏លេចឮថាព្រះកុមារព្រះរាជបុត្រមួយព្រះអង្គដែលនៅជាមួយតាកុហេហើយដែលអ្នកស្រុកស្គាល់ព្រះនាមថាបាក់សីចាំក្រុងព្រោះតាកុហេបានថ្វាយនាមនេះតាំងពីគាត់ឃើញបាក់សីកាងស្លាប់លើរាជកុមារពីតូចនោះមកម្ល៉េះអស់ពួកសពមុខមន្ត្រីនាំគ្នាដង្ហែព្រះរាជកុមារបាក់សីចាំក្រុងហើយរៀបអភិសេកគ្រងរាជសម្បត្តិទៅក្រោយពីបានឡើងគ្រងរាជព្រះអង្គចាត់ឲ្យសាងព្រះពុទ្ធរូបព្រះវិហារទុកជាទីគោរពបូជានៅលើភ្នំនោះហើយសន្មតនាមជាទីភ្នំនេះថាភ្នំឫស្សីសិទ្ធបានន័យថាភ្នំរបស់ឥសីសឹងប្រកបតាមប្រាថ្នាព្រោះកាលដែលរស់នៅលើភ្នំនោះតាកុហេតែងតែបន់ស្រន់ជារឿយសំបួងសួងឲ្យរាជកុមារបានឡើងគ្រងរាជលុះដល់ឥឡូវនេះក៏បានសម្រេចដោយប្រាថ្នាមែនទើបសន្មតថាជាឈ្មោះដូច្នេះតាក់ទងនឹងរឿងអំពីផែនថ្មមានស្នាមជើងសេះចំពោះស្នាមជើងសេះនៅលើផែនថ្មតាមចាស់ទុំនៅចិត្តនោះដំណាលថាតាក់ទងពីរឿងរិទ្ធិសែននិងនាងកងរីត្រង់ដែលរិទ្ធិសែនយកសម្បត្តិឲ្យនាងសន្និមាទៅឲ្យនាងកងរីហើយទៅដេកស្នាក់នៅក្បែរទីអាស្រមបុត្រនៃមហាឥសីចង្ក្រមពេលនោះមហាឥសីក៏លួចមើលសម្បត្តិឃើញនាងសន្និមាបង្គាប់ឲ្យនាងកងរីជាកូនសម្រាប់កុមារនេះចោលនៅពេលដែលទៅដល់
ឥសីនោះក៏លួចហែកសម្បត្តិចោលថ្លែងសម្បត្តិសារជាថ្មីឲ្យនាងកង្រីទទួលយកបរោះនោះធ្វើជាប្តីកាលបើឃើញកុមារទៅដល់គឺត្រង់កន្លែងនោះហើយដែលមានផែនថ្មធំនៅទៀបនឹងកន្លែងឥសីចង្ក្រមគឺនៅពេលនោះកុមាររិទ្ធសែនត្រឡប់មកវិញដោយប្រញាប់ប្រញាល់រត់ចោលនាងកង្រីនោះក៏មកកាន់ទីកន្លែងនោះទៀតបានជួបនឹងឥសីក៏ឲ្យទានស្លឹកឈើហើយឲ្យហោះរត់ទៅគឺលើថ្មនោះហើយដែលរិទ្ធសែនចាប់បំផាយសេះលូតផ្លោះហក់ឡើងបានជាមានស្នាមជើងសេះត្រុតជាប់នៅនឹងផ្ទាំងថ្មត្រង់នោះឯងបើយើងសង្កេតទៅតាមរូបភាពនិងទីកន្លែងនិងសេចក្តីនិទាននោះអ្នកស្រុកដែលចេះចាំបាននិយាយនិងបានកំណត់ថាក្សត្រអង្គណាដែលអ្នកកសាងនោះគឺក្នុងរជ្ជកាលនោះពុំទាន់មាននៅឡើយទេក្រៅពីសេចក្តីពិចារណារិះរកទីតាំងខាងលើនេះប្រវត្តិពងសាវតាដែលយើងលើកយករឿងព្រេងមកបញ្ជាក់តាមលំអានអ្នកស្រុកចេះចាំតគ្នាមកនេះយើងងាកបែរទៅទេសភាពនៃព្រឹក្សានៅលើភ្នំនោះតែម្ដងតាមពិតភ្នំនេះមិនមែនជាព្រៃស្មោងឬព្រៃអ្វីធំឡើយសភាពព្រៃជាសភាពព្រៃរបស់ដែលមានកូនឈើតូចៗគ្របលំដាប់នៅលើភ្នំនិងដេកសាច់ខ្សរនៅចន្លោះដុំថ្មធំហើយថ្មទាំងនោះភាគច្រើនក៏មានពណ៌សដែរហេតុនេះបានជាភ្នំនេះជាកន្លែងយកថ្មសម្រាប់ធ្វើផ្លូវរថភ្លើងនិងយកមកប្រើប្រាស់សពថ្ងៃក្នុងស្រុកភ្នំពេញឬទីក្រុងភ្នំពេញបាសិទ្ធិឬភ្នំប្រសិទ្ធនេះមានជំនឿតាំងពីបុរាណតាក់ទងនឹងបារមីម្ចាស់ទឹកដីឥសីចង្ក្រមភាវនាទាំងឡាយដែលមានភាពស័ក្តិសិទ្ធិពូកែអស្ចារ្យមនុស្សគ្រប់គ្នាប្រាថ្នាទៅបន់ស្រន់បានដោយប្រាថ្នារឿងរ៉ាវទាំងឡាយតាក់ទងនឹងជំនឿបារមីនេះគឺកើតឡើងនៅពេលដែលបាសីចាំក្រុងនិងតាកុហេបានបែបន់សំដោយសេចក្តីប្រាថ្នាពិតមែនបាទការរៀបរាប់អំពីដំណើររឿងភ្នំប្រសិទ្ធឬភ្នំបាសិទ្ធិក៏បានមកដល់ទីបញ្ចប់ខ្ញុំបាទសូមអរគុណសូមគោរពលា